សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកគូគំនុំម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងមកបង្រៀនពីរបៀបគូសក់ជាសំណុំពររបស់ fan ម្នាក់គាត់ជា fan VIP តែម្ដងគាត់ជាមនុស្សទី1ដែលនិយាយផ្ទាល់ជាមួយនឹងខ្ញុំសូមបញ្ជាក់បន្តិចវីដេអូនេះខ្ញុំបង្រៀនអ្វីដែលខ្ញុំចេះតែប៉ុណ្ណោះចូលទៅដល់សាច់ការតែម្ដងនៅខាងលើដែលខ្ញុំកំពុងតែផាត់នោះគឺជារបៀបដែលគ្នាយើងខ្លោគាត់បានផាត់ខុសគឺថាគាត់ផាត់អត់បានបដិញសមល់អីត្រឹមត្រូវទេផាត់យកតែម្ដងមានជាការខ្វែងផងហើយអូសត្រង់ផងផាត់បែបនេះគឺខុសនោះទេកុំឲ្យខាត់ពេលយូរយើងចូលទៅមើលការផាត់ដែលត្រឹមត្រូវសូមបញ្ជាក់បន្តិចពេលដែលយើងគូសនឹងប៊ិចយើងត្រូវមានក្តារមួយនៅក្បែរដៃដើម្បីជូតទឹកវាចេញកុំឲ្យពេលយើងគូសទៅប្រឡាក់ក៏វិញក៏វ៉ាំចឹងទៅចូលមកការគូសរបស់យើងត្រូវផាត់មួយតាមពិតទៅកន្លែងនេះផាត់ឲ្យលឿនក៏បានដែរតែយើងត្រូវផាត់ឆ្កឹះបដិញសមល់អ្នកទាំងអស់គ្នាឃើញកន្លែងនេះអត់ចុងសក់នេះយើងត្រូវដាក់ឲ្យក្រាស់ដើម្បីបដិញសមល់មកកន្លែងស្ដើងវិញបដិញសមល់មកកន្លែងកដាលដើម្បីជាចំណាំងផ្លាតនិយាយទៅការបដិញសមល់មិនត្រឹមតែបដិញទៅបន្លែងកដាលនោះទេសូម្បីតែកន្លែងផ្សេងក៏អាចបដិញទៅដូចតែគ្នាទេអាកន្លែងចំណាំងផ្លាតឲ្យចាំងរបៀបគូសក់ខ្ញុំបានដឹងពីរបៀបទី1គឺយើងផាត់ឆ្កឹះឆ្កឹះអញ្ចឹងឯងហើយរបៀបទី2គឺយើងផាត់ត្រង់គឺអូសត្រង់ឲ្យវាកន្លាញនេះប៉ុណ្ណោះសូមបញ្ជាក់បន្តិចរបៀបផាត់ប៊ិចនិងផាត់កលាស់ផាត់ខ្មាដៃគឺរបៀបផាត់គឺខុសគ្នាទាំងអស់មានចំណុចខ្លះផាត់ទៅវារបៀបដូចគ្នាប៉ុន្តែចំណុចខ្លះគឺខុសគ្នាឆ្ងាយមែនទែនវីដេអូនេះរៀងបន្តិចហើយមិនដឹងថាអ្នកទាំងអស់គ្នាមើលដល់ចប់អត់ទេនេះអ្នកទាំងអស់គ្នាមើលទៅរវាងការគូសខុសនិងត្រូវវាសាច់ខុសគ្នាយ៉ាងម៉េចចឹងណាហ្នឹងហើយអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាមានសំណពរឲ្យខ្ញុំបង្រៀនពីរបៀបគូសឲ្យទៀតអ្នកទាំងអស់គ្នាខមមិននៅក្នុងវីដេអូមក